ចិនកំពុងបារម្ភខ្លាំងពីការផ្ទុះវីរុសនីប៉ាចិនកំពុងបារម្ភខ្លាំងពីការផ្ទុះវីរុសនីប៉ាល់ខណៈបុណ្យចូលឆ្នាំចិនខិតជិតមកដល់បន្ទាប់ពីរបាយការណ៍ថាយ៉ាងហោចណាស់មានករណីឆ្លងវីរុសនីប៉ាចំនួន2ករណីត្រូវបានបញ្ជាក់នៅក្នុងរដ្ឋបេងហ្គាល់ខាងលិចប្រទេសឥណ្ឌាក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះការព្រួយបារម្ភកាន់តែខ្លាំងឡើងត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសចិនគួររំលឹកថាការទទួលទានទឹកត្នោតក៏ជាកត្តាចម្លងវីរុសនីប៉ាដែរបើទោះបីជាអ្នកជំនាញសុខភាពសាធារណៈនៅក្នុងប្រទេសចិនបានវិតម្លៃហានិភ័យនៃការចម្លងវីរុសនីប៉ាថាមានកម្រិតទាបក៏ដោយក៏លើបណ្ដាសង្គមចិននៅតែឃើញការព្រួយបារម្ភកាន់តែខ្លាំងអំពីវីរុសដ៏គ្រោះថ្នាក់នេះជាពិសេសនៅពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនខិតជិតមកដល់ត្បិតនៅក្នុងប្រទេសចិនបុណ្យចូលឆ្នាំប្រពៃណីជាតិជាពេលវេលាដែលមនុស្សគ្រប់គ្នាធ្វើដំណើរទៅកាន់កន្លែងផ្សេងៗច្រើនបំផុតយោងតាមកាសែតហុងកុង South China Morning Post កាលពីថ្ងៃទី27ខែមករាឆ្នាំ2026បានរាយការណ៍ថាការដេញដោលអំពីវីរុសនីប៉ាកំពុងកើនឡើងខ្លាំងបំផុតលើបណ្ដាញសង្គមនៅក្នុងប្រទេសចិនដោយមនុស្សជាច្រើននៅតែត្រូវបានលងបន្លាចដោយការបិទគប់អំឡុងពេលការផ្ទុះឡើងជំងឺ COVID-19 ម្ចាស់ករណីម្នាក់បានសរសេរថាវាគួរឲ្យខ្លាចណាស់ក្នុងការគិតពីវាជាពិសេសជាមួយនឹងបុណ្យចូលឆ្នាំចិនខិតជិតមកដល់ខ្ញុំមិនចង់ឆ្លងកាត់ការបិទគប់ឬការដាក់ឲ្យនៅដាច់ដោយឡែកទៀតទេយោងតាមគេហទំព័រព័ត៌មានហិរញ្ញវត្ថុ Yika China កាលពីថ្មីៗនេះបានចេញផ្សាយថាប្រទេសចិនឥឡូវនេះកំពុងបន្ថែមវីរុសនីប៉ាទៅក្នុងបញ្ជីជំងឺចម្លងដែលត្រូវតាមដានបន្ទាប់ពីការផ្ទុះឡើងថ្មីមួយនៅក្នុងប្រទេសឥណ្ឌាកាសែតចក្រភពអង់គ្លេស The Independent ឯនោះវិញក៏បានរាយការណ៍ថាប្រទេសឥណ្ឌាបានជួបប្រទះនឹងការផ្ទុះឡើងនៃការឆ្លងវីរុសនេះនៅក្នុងរដ្ឋកេរ៉ាឡានៅពាក់កណ្ដាលឆ្នាំ2025ដោយមានករណីឆ្លងចំនួន4ករណីដែលបានបញ្ជាក់អាជ្ញាធរសុខាភិបាលនិងអ្នកជំនាញខាងវីរុសនៅក្នុងប្រទេសចិនជឿថាខណៈនៃវីរុសនីប៉ាធ្វើឲ្យផ្ទុះការឆ្លងទូលំទូលាយមិនទំនងជាកើតឡើងនោះទេទោះជាអត្រាមរណភាពក្នុងករណីឆ្លងវីរុសនេះអាចខ្ពស់ដល់ 75% យ៉ាងណាក៏ដោយក៏ការចម្លងគឺស្ថិតនៅកម្រិតទាបជាងជំងឺដង្ហើមដទៃទៀតនៅក្នុងសេចក្តីប្រកាសថ្មីៗនេះមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ចិន CDC បានជំរុញឲ្យការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងប្រឆាំងនឹងជំងឺឆ្លងក្នុងរដូវកាលមានការធ្វើដំណើរខ្ពស់រួមទាំងការព្រមានអំពីហានិភ័យពីជំងឺគ្រុនចាញ់ជំងឺគ្រុនឈាមជំងឺគ្រុនឈីកនិងជំងឺគ្រុនក្តៅឡាសាប៉ុន្តែទោះជាយ៉ាងណាក៏ដោយវីរុសនីប៉ាមិនត្រូវបានលើកឡើងនៅក្នុងសេចក្តីប្រកាសនោះទេវីរុសនីប៉ាត្រូវបានរកឃើញលើកដំបូងនៅអាស៊ីអាគ្នេយ៍បន្ទាប់ពីការផ្ទុកឡើងនៅក្នុងប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីរវាងឆ្នាំ1998និង1999ដែលភាគច្រើនជាប់ទាក់ទងនឹងកម្មករកសិដ្ឋានចិញ្ចឹមជ្រូកនិងអ្នកប៉ះពាល់ជាមួយសត្វពាហនៈបើយោងទៅតាមមជ្ឈមណ្ឌលការពារសុខភាពហុងកុងបង្ហាញថាវីរុសនីប៉ាអាចឆ្លងដល់សត្វជាច្រើនប្រភេទដូចជាជ្រូកសេះពពែឈីមឆ្មានិងឆ្កែចាប់តាំងពីដើមសតវត្សទី21មកការផ្ទុះឡើងវិញនៃវីរុសនីប៉ាចំពោះមនុស្សត្រូវបានកត់ត្រានៅក្នុងប្រទេសឥណ្ឌានិងបង់ក្លាដេសដែលជំងឺនេះជាធម្មតាកើតឡើងរវាងខែធ្នូនិងខែមេសាករណីភាគច្រើនក្នុងប្រទេសឥណ្ឌានិងបង់ក្លាដេសមានទំនាក់ទំនងជាមួយនឹងការទទួលទានទឹកត្នោតស្រស់ៗដែលមានទឹកនោមឬទឹកមាត់សត្វត្រចៀវឆ្លងមេរោគត្បិតត្រចៀវគឺជាប្រភពនៃវីរុសនីប៉ានេះឯងបច្ចុប្បន្នមិនទាន់មានការព្យាបាលជាក់លាក់ឬវ៉ាក់សាំងសម្រាប់បង្ការវីរុសនេះនៅឡើយទេដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាប្រទេសអាស៊ីជាច្រើនកំពុងតែរឹតបន្តឹងការគ្រប់គ្រងសុខភាពសាធារណៈរៀងខ្លួននេះបើតាមប្រភព Z News